បងស្រីម្នាក់មិនអស់ចិត្តសួរសំណួរម្ដងទៀតទៅកាន់លោកគ្រូសានស៊ូជាតោះមកស្ដាប់គាត់និយាយទាំងអស់គ្នា ជាដំបូងសូមក្រាបថ្វាយបង្គំព្រះអង្គទាំង3ហើយសូមជម្រាបសួរលោកគ្រូបើថាទៅខ្ញុំអ្នកស្ដាប់នឹងយូរដែរហើយតែគ្រាន់ថាអត់ដែរស្ដាប់ប៉ះវីដេអូឃ្លីបមួយដែលលោកគ្រូនិយាយយូរដែរវីដេអូឃ្លីបហ្នឹងលោកគ្រូនិយាយថាស្ដាប់ធម៌ពេលគេបាបស្ដាប់ធម៌គេបាបតែបើកណាស្ដាប់តាមរហ័សដងដូចជាអត់ដែរឮសូរលោកគ្រូនិយាយពីរឿងហ្នឹងតែដល់ពេលចៃដន្យហ្នឹងចាប់ស្ដាប់ប៉ះឃ្លីបហ្នឹងក៏ឆ្ងល់ថាហេតុអីក៏បាបពេលស្ដាប់ពេលដែលយើងគេងស្ដាប់ធម៌ឲ្យពេលយើងគេងអញ្ចឹងលោកគ្រូខ្ញុំនឹងតែថាអញ្ចឹងផងអត់មានសូមនមស្ការបងគ្រូដងទៀតលោកចាស់ទាំងពីរបងខ្ញុំដូចដែរថាអញ្ចឹងមែនណាហ្នឹងបាទគឺការពុកគូទៅប្រហែលជាអាចច្រឡំដោយសារយើងស្ដាប់រឿងដូចរឿងបាសក5នាក់ស្ដាប់ធម៌ណាបាទអូជម្រាបសួរបាទមកស្ដាប់5នាក់ហើយ4នាក់ហ្នឹងស្ដាប់អត់បានហើយស្ដាប់បានតែម្នាក់ហើយព្រះអនន្តលោកថាហេតុអីបានធោព្រោះម្លឹងអ្នកខ្លះស្ដាប់ទៅដេកលក់អ្នកខ្លះស្ដាប់ទៅលពឹសកេះនេះកេះនោះអ្នកខ្លះមើលមេឃមើលផ្កាយអ្នកខ្លះគូដីលេងអានេះព្រះអង្គមិននិយាយពីរឿងបាបយ៉ាងម៉េចទេនិយាយពីអធិស្រ័យឧបនិស្ស័យដែលពីមុនសាងមកទេនិយាយពីមុនទេអ្នកដែលស្ដាប់ទៅចេះតែលក់ហ្នឹងមកពីជាប់និស្ស័យកើតចំពោះថ្លាន់អញ្ចឹងណាអានិស្ស័យចាស់អញ្ចឹងនិយាយថានិស្ស័យចាស់ហើយថ្លាន់ទៅស៊ីហើយវាមិនដេកវាធ្លាប់តែដេកនៅអស់ងុយអស់ដល់មកមនុស្សមកស្ដាប់ធម៌ហ្នឹងមុខប្រាហ្នឹងអញ្ចឹងណាអាហ្នឹងចង់និយាយថាពីមុនមកទេវាមិនសមអធិស្រ័យមកអញ្ចឹងហ្នឹងហើយហើយម្នាក់ទៀតនេះជាមើលមេឃមើលផ្កាយហ្នឹងទៅថាគាត់ធ្លាប់ឃើញគ្រូទាយហ្នឹងឡើង500ជាតិហើយអញ្ចឹងអត់ប៉ះពាក្យអីមួយលឺអីមួយគាត់ចេះចង់ទាយអញ្ចឹងអត់បានបដោតលើពធទេមួយទៀតជាយត់ដៃគូដៃលេងហ្នឹងធ្លាប់កើតជាចលែនវាទៅវាមកពេញតែដីអញ្ចឹងណាហើយមួយទៀតលពឹសកេះនេះកេះនោះណាអធិស្រ័យធ្លាប់ជាស្វាមិនមែនមានន័យថាឲ្យតែលពឹសអញ្ចឹងងាប់ទៅកើតស្វាមិនមែនទេចង់និយាយថាពីមុនមកអនិស្ស័យមកអញ្ចឹងណាហើយដល់ទៅម្នាក់ទៀតដែលស្ដាប់ដោយចិត្តទុកដាក់ហ្នឹងគាត់ធ្លាប់ជានិស្សិត500ជាតិនិស្សិតហ្នឹងគាត់មិនមែនរៀនតែធัวឯងគាត់រៀនវិជ្ជាចំណេះដឹងទូទៅល្អហ្នឹងប៉ុន្តែពេលគាត់វាធ្លាប់ចូលរៀនទៅវាបានគិតកាលណាយើងរៀនយើងមិនគិតមិនអញ្ចឹងគណិតសាស្ត្រក៏ដោយអីរៀនទៅវាគិតដល់មកជួបពាក្យព្រះអង្គវានិយាយពីហេតុហើយផលតែអញ្ចឹងទៅវាមានទុនសម្រាប់ឲ្យគាត់គិតពិចារណាបានគាត់ស្ដាប់យល់ហ្នឹងដល់គ្នាធ្លាប់កាត់ស្វាយូរហើយបានឲ្យគិតឃើញទេវាអត់មានធនធានសម្រាប់គិតហ្នឹងហើយបាទអាហ្នឹងអាចច្រឡំនឹងរឿងហ្នឹងផងស្ដាប់វិន័យមួយទៀតព្រះអង្គហាមដែរថាភិក្ខុមិនក៏បីសម្ដែងធัวដល់មនុស្សគ្មានជំងឺដេកអ្នកដេកស្ដាប់ធัวអត់ឈឺផងដេកត្រិលមុខលោកចឹងតែមកស្ដាប់ចឹងដេកត្រិលស្ដាប់ចឹងណាតែអត់ឈឺទេអាហ្នឹងមិនគួរសម្ដែងបើភិក្ខុសម្ដែងមិនមែនយើងអ្នកដេកនឹងដាក់ទោសយ៉ាងម៉េចទេទោសលោកត្រូវបាត់បាចិត្តយៈចឹងណាអេមិនមែនទុកគាត់នៅក្នុងសក្ខីយវៈហើយអ្នកនិសិនណាស័កអកលិណាស័កហើយមិនអាចលោកឈរឲ្យយើងអង្គុយស្រួលស្ដាប់បានទេតែយើងច្រើនច្រឡំបើថាលោកពោលធរលោកឈរលុតគុំខឹមអង្គុយខុសព្រោះអេរីយ៉ាបតយើងអង្គុយវាស្រួលជាងលោកឈរអញ្ចឹងណាអ្នកស្ដាប់ធរហ្នឹងមិនគួរកាន់យកអេរីយ៉ាបតស្រួលជាងអ្នកសម្ដែងទេសរុបមកមានន័យអញ្ចឹងហើយដើម្បីអីថាដើម្បីបញ្ជាក់ពីការគោរពតែប៉ុណ្្នឹងឯងតែស្ដាប់នឹងសាពះមិនសាពះអត់បញ្ហាអាហ្នឹងអត់ជាបញ្ហាទេឃើញទេឬក៏អ្នកស្ដាប់នឹងអង្គុយខ្ពស់ជាងលោកបើលោកសំដែងលោក
ត្រូវទៅគេអត់ឈឺផងឧទាហរណ៍ថាអ្នកខ្លះក៏អត់ចេះវិន័យទេហើយគាត់ក៏មិនប្រមាថដែរតែកន្លែងគាត់អង្គុយខ្ពស់ជាងទៅខ្ពស់ជាងលោកនៅក្រោមអញ្ចឹងលោកចេះសំដែងចិត្តគាត់ជ្រះថ្លាទេតែគាត់មិនដឹងអាការគោរពមិនយើងអត់មានទោសអីទេបើយើងអត់ប្រមាថណាយើងអត់មានទោសអីទេតែទោសលោកអញ្ចឹងតែបើយើងមានសេចក្តីមិនគោរពដោយចិត្តតែម្ដងអាហ្នឹងយើងមិនឲ្យតម្លៃអាហ្នឹងវាចាប់ចូលនៅក្នុងរតនាគារវៈមានន័យថាជាការមិនគោរពរតនៈដែរប៉ុន្តែលោកប្អូនពេទ្យលើកឡើងវិញអញ្ចឹងបើសិនជាយើងឈឺតែកើតបោសពូអញ្ចឹងវាទៅដេកទៅឲ្យតែដេកស្ដាប់ឃើញទេអញ្ចឹងសួរមូលហេតុអីបានដេកព្រោះខ្ញុំអង្គុយអត់កើតយើងវាមានមូលហេតុសួរមិនបានដេកអញ្ចឹងស្ដាប់ធូនមកវាខ្ជិលអង្គុយអាហ្នឹងបានជាទោសយល់ទេបាទហ្នឹង អត់អីទេព្រោះបានឯងយល់ បាទសាធុ ព្រោះនៅភាសារបស់យើងភាសាថានៅទីខ្ពស់ជាងអញ្ចឹងស្របលើលោកគ្រូសំដែងថាមានព្រាហ្មណ៍ម្នាក់ដែលគាត់ស្ដាប់នៅលើដើមឈើលោកដូចជាព្រះអង្គសំដែងពីក្រោមហើយគាត់ស្ដាប់ពីលើទៅណាចឹងកុំឲ្យមានការងឿងឆ្ងល់នេះចូលលើមិននិយាយខ្ពស់ជាងមិញបាបឥឡូវខ្ពស់ជាងអត់បាបអញ្ចឹងព្រាហ្មណ៍ហ្នឹងដូចជាលោកគ្រូមានសម្ដែងថានៅលើដើមឈើគាត់នៅលើដើមឈើហើយព្រះអង្គសម្ដែងក្រមក៏បង្អោនចិត្តស្ដាប់ទៅអញ្ចឹងបានថាយើងខ្ពស់ជាងឬក៏ទាបជាងសំខាន់ចិត្តហ្នឹង